អំបុកគឺជាអាហារមួយប្រភេទរបស់ខ្មែរអាហារមួយប្រភេទនេះក៏មានផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យប្រពៃណីជាតិផងដែរគឺពិធីបុណ្យអុំទូកអអំបុកសំពះព្រះខែនៅតាមបណ្ដោយផ្លូវជាតិលេខ1ចាប់ពីផ្សារក្រោលគោដល់ចំណុចគីឡូម៉ែត្រ72មានតូបជាច្រើនដាក់លក់អំបុកដែលទើបតែបុកថ្មីប្រជាពលរដ្ឋជាង100គ្រួសារនៅក្នុងភូមិគោកណ្ដោលឃុំក្រាំងគោស្រុកស្វាយជុំខេត្តស្វាយរៀងបានចាប់យករបរដាល់អំបុកលក់ដើម្បីរកចំណូលបន្ថែមក្រោយពីរដូវច្រូតកាត់អ្នកស្រីអុកសុផលជាអ្នកភូមិគោកណ្ដោលម្នាក់ដែលបានចាប់ផ្ដើមដាល់អំបុកលក់អស់រយៈពេលជាង3ឆ្នាំមកហើយរបរហ្នឹងចេះតែរីចម្រើនអញ្ចឹងទៅណាដាល់អំបុកហ្នឹងណាដល់ហើយចេះតែដាល់ទៅដូចថាយើងដូចរីចម្រើនអញ្ចឹងទៅថ្ងៃណាមិនសូវដាច់អញ្ចឹងទៅបាន100000អញ្ចឹងទៅបើថាថ្ងៃណាដាច់ទៅបាន20000អញ្ចឹងណាចាហើយចេះតែដាច់ដែរចាំជាងគេថ្ងៃសៅរ៍ថ្ងៃអាទិត្យ2ថ្ងៃហ្នឹងគឺដឹងចុកច្រើនមកថ្ងៃហ្នឹងដូចថាគេដើរលេងអញ្ចឹងទៅណាមកដល់នឹងសុំទាំងកតុទាំងអីចឹងយកទៅទៀតណាអ្នកលក់ម្នាក់បានខិតខំរកនៅវិធីសាស្ត្រផ្សេងពីគ្នាដើម្បីបានអំបុកឆ្ងាញ់ក្នុងនោះរួមមានទាំងបច្ចេកទេសក្នុងការដាល់អំបុកនិងការជ្រើសរើសនៅប្រភេទស្រូវដែលយកមកប្រើជាដើមយើងដាល់ដូចថាតបាល់បុកអញ្ចឹងទៅឆ្កៀអញ្ចឹងលីងហើយយកទៅបុកអញ្ចឹងហ្នឹងហើយបានទៅជាអំបុកហ្នឹងអ៊ំយកទៅលក់ពូជស្រូវកាមដួលហើយស្រូវកាម៉ាលីសម៉ាលីស្រូវហ្នឹងវាទន់ដល់ទន់ទៅបានដាល់អំបុកកើតដែលស្រូវក្រៅពីហ្នឹងដាល់មិនកើតទេរឹងស្រូវកសាំងទៀបស្រូវអីតងជូកតងអីហ្នឹងដាល់មិនកើតទេដល់ហើយគេយកមកចែវវាបន្តិចទៅណាទាំងកតុទាំងអីអញ្ចឹងទៅស្រួយឆ្ងាញ់ហើយអត់មានធ្វើស្អីទេធម្មជាតិយើងហ្មងយើងចង់ឆ្ងាញ់អញ្ចឹងទៅយើងនេះអាហ្នឹងជ្រួយជាមួយអាកតុហ្នឹងយើងយកទៅកម្ដៅទៅល្ងើគេហើយយើងជ្រួយវាទៅដល់រៀងក្តៅមកបន្តិចទៅយើងលើកចាញ់ទៅដឹងហើយបុកឆ្ងាញ់ហ្មងយើងធ្វើឲ្យឆ្ងាញ់បុកដើម្បីឲ្យឆ្ងាញ់យើងបុកយើងលីងឲ្យវាខ្ទុះឲ្យឆ្អិនល្អហើយយើងបុកមុនបងយើងបុកតិចពេលណាវាទក់យើងបុកខ្លាំងកាលណាល្អកាលហ្នឹងបុកស្ប៉ែតស្ដើងហូបទៅដឹងពីឆ្ងាញ់ហ្មងការដាល់អំបុកលក់នេះក៏បានក្លាយទៅជារបរមួយទៀតសម្រាប់ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែរស់នៅក្នុងភូមិគោកណ្ដោលខ្ញុំមានរបរលក់អីវ៉ាន់លក់ខ្វេហើយនឹងអំបុកយើងយកពីគេបោះឲ្យយើងលក់យើងមិនអ្នកគេដាល់នឹងពិបាកហើយយើងអ្នកយកមកលក់មានពិបាកអីក៏ច្រកថងលក់គាត់ថាគ្នាចំណេញតិចច្រើនតាមនឹងដែរមិនមែនថាយើងព្រោះយើងអ្នកយើងយកមកលក់អញ្ចឹងយើងមិនសូវចំណេញបានច្រើនប្រហែលទេណាគាត់ថាយើងដោះស្រាយក្នុងក្រុមគ្រួសារលោកម៉ៃត្រេនជាអ្នកដំណើរម្នាក់ដែលបានឆ្លងកាត់ភូមិគោកណ្ដោលហើយសម្រេចចិត្តចូលមកទិញអំបុកដែលកំពុងតែដាក់លក់លោកបាននិយាយថាការប្រកបរបរដាល់អំបុកនេះគឺជាគំនិតដ៏ល្អមួយព្រោះមិនត្រឹមតែអាចរកប្រាក់ចំណូលបានប៉ុណ្ណោះទេតែក៏ចូលរួមចំណែកថែរក្សាបន្តប្រពៃណីរបស់ខ្មែរក្នុងការដាល់អំបុកផងដែរខ្ញុំមកនេះបាទមករត់ទិញអីវ៉ាន់ចាប់ហួយលក់តែឲ្យដល់មកឃើញអំបុកចឹងក៏ទិញផ្ញើយកឲ្យកូនរៀននៅពេញបាទដល់ចង់យកឲ្យកូនហូបនៅពេញណាបាទហើយខ្ញុំក៏ធ្លាប់ហូបកន្លងមកមានរសជាតិឆ្ងាញ់ស្រួយហើយអំបុកនេះគ្មានអីប៉ះពាល់ជាតិគីមីអីទេអាអំបុកយើងគេថាទម្លាប់និយាយគេថាសាមញ្ញធ្វើដោយដៃរបស់ចោលមកគ្មានវាអីទេការរីកចម្រើនគាត់លែងទៅជាដៃលេងជើងម្ដងឥឡូវហើយនឹងក៏បានច្រើនទៀតលោកមួយបានច្រើនធ្វើនឹងបានច្រើនដល់ជាន់បានច្រើនជាន់ហ្នឹងហើយវាដូចពីដើមយើងបុកដៃហ្នឹងបើថាបានមកតើអីចឹងជាន់នេះបាន3តើ4តើបាទហ្នឹងគាត់ថាហើយមានជាសារៈសំខាន់ណាជាហៅថាជាលក្ខណៈប្រពៃណីរបស់ខ្មែរយើងនឹងផងហើយជាតម្រូវការរបស់ខ្មែរយើងផងទៀតមុខហ្នឹងបាទបើតាមសម្ដីអ្នកប្រកបរបរដាល់អំបុកលក់បានប៉ាន់ប្រមាណថានៅឆ្នាំនេះចំនួនតម្រូវការអំបុករបស់ប្រជាជនខ្មែរនឹងមានការកើនឡើងជាងរយៈពេល3ឆ្នាំមុនដោយសារតែឆ្នាំនេះនឹងមានការប្រារព្ធព្រះរាជពិធីអុំទូកអអំបុកសំពះព្រះខែនិងបណ្ដែតប្រទីបនៅរាជធានីភ្នំពេញឡើងវិញខ្ញុំគិតថាដាច់ជាងឆ្នាំមុនហើយដំណើរ
ព្រោះបនអ៊ំទូកអំបុកហ្នឹងគឺគ្រប់ខេត្តតែម្ដងគ្រប់ខេត្តក្រុងដល់រាជធានីភ្នំពេញដល់អញ្ចឹងមិនថាបុកខ្ញុំបុកគេដឹងតែដាច់អស់ដាច់ហែគាត់ទិញយកទៅជូនយកទៅបំពេញជូនខ្លះទៅប្រវត្តិស្វ័យរៀងអីចឹងទៅមិនទៀង ទោះជាយ៉ាងណាក៏ដោយរបរដាល់អំបុកនេះមិនមែនជារបរមួយដែលអាចដំណើរការលក់ពេញមួយឆ្នាំនោះទេព្រោះថាអ្នកដែលធ្វើភាគច្រើនគឺជាកសិករហើយពួកគេត្រូវប្រកបរបរកសិកម្មនៅពេលដែលរដូវភ្លៀងឈានចូលមកដល់ម្យ៉ាងទៀតប្រជាពលរដ្ឋខ្មែរមានតម្រូវការអំបុកច្រើនតែនៅក្នុងរដូវបុណ្យអុំទូករបរដាល់អំបុករបស់អ្នកភូមិគោកកណ្ដោលគឺដំណើរការបានតែពីខែមិថុនារហូតដល់ខែធ្នូប៉ុណ្ណោះ